ស្ដីបងប្អូនថ្នាក់ទី12ទាំងអស់ណាជាទីនឹករលឹកថ្ងៃនេះលោកគ្រូនឹងបន្តលំហាត់ណាទី14ណាអញ្ចឹងសូមបងប្អូនអានប្រធានលំហាត់ទី14ជាមួយលោកគ្រូហើយនឹងស្រង់សមត្ថកម្មទាំងអស់គ្នាណាបងណាលំហាត់ទី14គេថាសុំរៀងចក្រកោណកែងមានចំនួនស្ពារ n ស្មើនឹង30អញ្ចឹងយើងស្រង់ចូលក្នុងกระดาษរបស់យើងមកគឺ n ស្មើនឹង30សុំនេះស្ថិតនៅក្នុងដែនម៉ាញេទិកឯកសណ្ឋានចន្លោះប៉ូលមេដាច់រាងអ៊ុយដែលមានអាំងឌីសុង B ស្មើ 0.2 តេស្លា B ណាស្មើ 0.2 តេស្លាដោយប្លង់សុំកែងខ្សែអាំងឌីខ្យងដោយប្លង់សុំកែងខ្សែអាំងឌីខ្យងអញ្ចឹងមានន័យថាប្លង់គឺយើងតាំងដល់ស A កែងជាមួយនឹងអាំងឌីខ្យងគឺ B អូននឹងហៅថាបើ A កែង B នោះ B ស្រប N អញ្ចឹងបើ B ស្រប N អញ្ចឹងតាស្មើនឹង0ដឺក្រេណាអញ្ចឹងផ្លុចម៉ាញេទិកនេះគឺគុណជាមួយនឹងកូស0ណាហាន់ហើយវិមាត្រសុំគឺ A ស្មើនឹង20សង់ទីម៉ែត្រនិង B ស្មើនឹង10សង់ទីម៉ែត្រអញ្ចឹងយើងអាចស្រង់សមត្ថកម្មបណ្ដោយ A ស្មើនឹង20សង់ទីម៉ែត្រយើងបំបែកទៅម៉ែត្រសង់ទីម៉ែត្រទៅម៉ែត្រដក2លុប0ចោល1នៅសល់ដក1 B ស្មើនឹង10សង់ទីម៉ែត្រយើងបំបែកទៅម៉ែត្រ10សេគុណសល់ដក1ណាគេទាញសុំឲ្យផ្លាស់ទីស្របដងខ្លួនវាយ៉ាងរហ័សចេញពីចន្លោះប៉ូលនៃមេដែកប្រើរយៈពេលតែដែលតាទេស្មើ 0.01 វិនាទីអញ្ចឹងមានន័យថារយៈពេលដែលទាញសុំចេញនេះគឺ 0.01 វិនាទីនេះគឺស្មើនឹង10សេគុណដក2វិនាទីអញ្ចឹងបងប្អូនក្នុងករណីនេះគឺគេថាទាញសុំចេញផុតពីដែនម៉ាញេទិកនៃមេដែករាងអ៊ុយណាអញ្ចឹងបងប្អូននឹងហៅថាទាញសុំចេញផុតពីដែនម៉ាញេទិកនៃមេដែករាងអ៊ុយមានន័យថាម៉េចអូនក្នុងករណីនេះបងប្អូនត្រូវចាំថាសុំទាញចេញផុតពីដែនម៉ាញេទិកអញ្ចឹងមានន័យថាសុំគឺដំបូងគឺនៅក្នុងដែនមានផ្លុចម៉ាញេទិកហ្វីអងផ្លុចដើមស្មើនឹង B គុណនឹង A ចុះនៅពេលដែលយើងទាញនៅពេលដែលគេទាញផុតចេញផុតពីដែនមានន័យថាអត់មានផ្លុចទេ feeder ស្មើនឹង0ណាព្រោះទាញចេញផុតពីដែនហើយអញ្ចឹងអត់មានសុំហ្នឹងគឺអត់មានដែនឆ្លងកាត់ទេព្រោះទាញចេញផុតពីដែនហើយណាអញ្ចឹងខណៈដើមគឺសុំនៅក្នុងដែនម៉ាញេទិកណាបុកចូលក្នុងផ្ទៃផ្លុចហ្វីអងមានដល់ពេលទាញចេញផុតអញ្ចឹងមានន័យថាសុំហ្នឹងគឺអត់មានខ្សែដែនឆ្លងកាត់ទេអញ្ចឹង feeder ស្មើនឹង0ណាអញ្ចឹងបងប្អូននឹងហៅថាមានបំរែបំរួលផ្លុចម៉ាញេទិកក្នុងបូប៊ីនអញ្ចឹងធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករអាំងល្វីតាក់ទងទៅនឹងសុំណាអញ្ចឹងសំណួររបស់គេទីកគណនាកម្លាំងអគ្គិសនីចលករអាំងឌីសុងដែលកើតមាននៅក្នុងសុំកគណនាកម្លាំងអគ្គិសនីចលករអាំងឌីសុងអូនយើងហៅអាំងឌីសុងក៏បានយើងហៅកាត់អាំងល្វីក៏បានណាដូចតែគ្នាទេណាមួយហៅកាត់មួយហៅពាក្យពេញណាអញ្ចឹងតាមរូបមន្តតាក់ទងនឹងសុំវិលណាតាក់ទងនឹងសុំវិលកម្លាំងអគ្គិសនីចលករសុំវិលតម្លៃដេខានីអឺស្មើនឹង n តម្លៃដេខា delta phi នៅលើ delta t ណាតែបងនឹងហៅថាយើងនឹងហៅថា n និង delta t ស្គាល់ប៉ុន្តែ delta phi នេះគឺបំរែបំរួលពី phi អងទៅ phi feeder ក្នុងករណីនេះតែ delta phi គឺស្មើនឹង feeder ដកនឹង phi អង feeder គឺស្មើនឹង0អញ្ចឹងនៅសល់តែ phi អងទេគឺស្មើនឹង B គុណនឹង A អញ្ចឹងបងនឹងហៅថា A នេះគឺជាផ្ទៃនៃសុំណាផ្ទៃនៃសុំនេះគេប្រាប់បណ្ដោយទៅតឹងអញ្ចឹង A ផ្ទៃនៃសុំនេះគឺស្មើនឹងបណ្ដោយគុណនឹងតឹងអញ្ចឹង A នេះជំនួសដោយបណ្ដោយ
គុណនឹងតតឹងណាអញ្ចឹងដើម្បីកុំឲ្យរោច្រើនតង់លោកគ្រូចំនួន data phi ចូលក្នុងរូបមន្ត e ណាអញ្ចឹងនាំឲ្យ e ស្មើនឹង n data phi ចំនួនដោយ b បណ្ដោយតតឹងចែកនឹង data t អញ្ចឹងសមិទ្ធកម្មរបស់យើងគឺគ្រប់អស់ហើយគឺ n ស្គាល់ b a b និង data t ស្គាល់ណាដោយទី1គឺ b ស្មើនឹង 0.2 Tesla ទី2គឺបណ្ដោយស្មើនឹង2គុណនឹង10សេគុណដក1ម៉ែត្រទី3គឺតតឹង b ស្មើនឹង10សេគុណដក1ម៉ែត្រទី4គឺរយៈពេលប្រែប្រួលស្មើនឹង10សេគុណដក2វិនាទីអញ្ចឹងយើងចាប់ផ្ដើមเอาនៅ n មួយទៀត n ស្មើនឹង30ណា n 30ចំនួនចូលតែម្ដងនាំឲ្យកម្លាំងអគ្គិសនីចលករអាំងលវីគឺ E ស្មើនឹង n 30គុណជាមួយនឹង b 0.2 គុណជាមួយនឹង a តូច2គុណនឹង10សេគុណដក1គុណជាមួយនឹង b 10សេគុណដក1ចែកជាមួយនឹង data t គឺ10សេគុណដក2អញ្ចឹងបងអូនទូទឹកលើកសាយមកឃើញចម្លើយណាដូចនេះតម្លៃដែលខាងនៃ E ស្មើនឹង12វ៉ុលនេះគឺជាចម្លើយនៃចំណុចកណាអញ្ចឹងចំណុចកកម្លាំងអគ្គិសនីចលករអាំងឌីសុងហ្នឹងគឺយើងរកឃើញ E ស្មើនឹង12វ៉ុលណាអត់ទាន់ចប់ទេនៅសំណួរខមួយទៀតបើសុំជា circuit បិទមាន resistance R ស្មើ 0.1 អូមគណនាបរិមាណអគ្គិសនីអាំងឌីសុងឆ្លងកាត់សុំណាអញ្ចឹងសំណួររបស់គេហ្នឹងគឺខហ្នឹងគឺគណនាបរិមាណណាបរិមាណអគ្គិសនីឬក៏បន្ទុកក៏បានដែរណាគណនាបរិមាណបន្ទុកអគ្គិសនីយើងតាំងដល់សពគុយណាអញ្ចឹងបរិមាណបន្ទុកអគ្គិសនីគឺតាមរូបមន្តគុយស្មើជាមួយនឹង n តម្លៃដែលខាត data phi នៅលើ r ប៉ុន្តែក្នុងករណីនេះបងប្អូននឹងហៅថា data phi របស់យើងនេះគឺយើងអាចបានរកទេនេះណាយើងអាចបានរកទេគឺស្មើនឹង BA B ណាអញ្ចឹងយើងយក data phi ស្មើនឹង BA B ចំនួនចូល n B A B ចែកនឹង R ណាអញ្ចឹង R ហ្នឹងគឺជា circuit បិទដែលមាន resistance R ហ្នឹងគឺស្មើនឹង 0.1 អូមណាអញ្ចឹងយើងចាប់ផ្ដើមចំនួនលេខចូលតែម្ដងមិនបាច់តន់ចំនួនលេខចូលទេដោយសិនណាដោយ R ស្មើនឹង 0.1 អូមអញ្ចឹងយើងនាំឲ្យគុយស្មើជាមួយនឹង n 30គុណនឹង b គឺស្មើជាមួយនឹង 0.2 គុណនឹង a 2គុណនឹង10សេគុណដក1គុណនឹង b តូច10សេគុណដក1ចែកជាមួយនឹង10សេគុណដក2ណាអីចែកនឹង10សេគុណដក1ទេព្រោះអី 0.1 នេះគឺ10សេគុណដក1អញ្ចឹងចម្លើយដែលយើងរកឃើញបរិមាណបន្ទុកអគ្គិសនីដែលឆ្លងកាត់ resistance R ហ្នឹងគឺស្មើជាមួយនឹង 1.2 គូឡុំណាអូននេះគឺជាចម្លើយណាបរិមាណបន្ទុកអគ្គិសនីដែលឆ្លងកាត់ណាសៀគ្វីណាគឺ 1.2 គូឡុំណាអញ្ចឹងលំហាត់ទី14ត្រូវបានបញ្ចប់